ចូលមកដល់ព័ត៌មានទី1នេះបាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ហើយនឹងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាដោយដកស្រង់មន្ត្រីរបស់កម្ពុជាផងដែរអញ្ចឹងខ្ញុំសូមសង្ខេបជូនមិនទាំងអស់ទេនៅអ្វីដែលបានរាយការណ៍គឺជាខ្លឹមសារបានបង្ហាញថាមន្ត្រីកម្ពុជាហើយនិងមន្ត្រីថៃបាទថ្នាក់បច្ចេកទេសតែម្ដងបាទគឺបានពិភាក្សាគ្នានៅថ្ងៃនេះបាទនៅថ្ងៃនេះគឺដើម្បីកំណត់អំពីការដាក់តម្រុយព្រំដែនតម្រុយការតម្រុយព្រំដែននោះគឺគេហៅថាឬក៏បង្គោលព្រំដែនបណ្ដោះអាសន្នបាទដែលនៅចន្លោះបង្គោលលេខ42និងលេខ47ដែលនៅខាងភាគីថៃគេហៅថាភូមិបាននងច័ន្ទហើយនិងភូមិនងយ៉ាកែវបាទគឺហើយខាងកម្ពុជាយើងហៅព្រៃច័ន្ទបាទហើយជោគជ័យហើយដែលស្ថិតនៅក្រៅនៅក្នុងឃុំអូបីជាន់បាទនៅក្នុងឃុំអូបីជាន់អញ្ចឹងគឺការប្រជុំគ្នានឹងកាលពីដំបូងឡើយគេគ្រោងថាជួបគ្នាតាំងពីថ្ងៃម្សិលមិញក៏ប៉ុន្តែដោយសារតែបញ្ហាបច្ចេកទេសក៏ពន្យាការប្រជុំទើបតែជួបប្រជុំគ្នានៅថ្ងៃនេះហើយចប់មុននេះបន្តិចបាទចប់មុននេះបន្តិចគឺតកតងជាមួយនឹងការកំណត់តម្រុយព្រំដែនហ្នឹងបាទហើយតាមផែនការដើមគឺនៅក្នុងរបៀបរយៈគឺមានបញ្ហាចំនួន3ដែលត្រូវយកមកពិភាក្សាគ្នាគឺទី1ការប្រើប្រាស់ drone បាទដើម្បីមើលវាស់ស្ទង់ពីទីតាំងភូមិសាស្ត្រហ្នឹងបាទទី2គឺនិយាយអំពីការដាក់បង្គោលព្រំដែនបណ្ដោះអាសន្នគឺការតម្រុយបាទអញ្ចឹងសូមបញ្ជាក់កន្លែងហ្នឹងបើកវងចរបន្តិចក្នុងសេចក្តីប្រកាសរួមកន្លងមកគឺការដាក់តម្រុយហ្នឹងមិនមែនជាការមួយកំណត់ថាជាអចិន្ត្រៃយ៍ទេគ្រាន់តែដាក់តម្រុយដើម្បីឲ្យដឹងថាកន្លែងនេះយ៉ាងម៉េចហើយត្រូវសមគោលការណ៍ពីថ្នាក់លើទៀតអញ្ចឹងប្រិមិត្តចាំកន្លែងហ្នឹងឲ្យច្បាស់កុំឲ្យមានការយល់ច្រឡំណាគឺសមគោលការណ៍ពីថ្នាក់លើដើម្បីសម្រេចទាំងសងខាងថាកន្លែងហ្នឹងពិតជាត្រឹមត្រូវឬក៏ទទួលយកមានចរចាគ្នាហើយបានធ្វើជាបង្គោលអចិន្ត្រៃយ៍នៅពេលក្រោយណាបាទអញ្ចឹងគឺនេះគឺគ្រាន់តែកំណត់តម្រុយសិនទេបាទហើយនឹងចំណុចទី3គឺធ្វើការវាស់វែងរួមតែម្ដងអញ្ចឹងណាបាទហ្នឹងរបៀបវិរៈហ្នឹងគឺមាន3ចំណុចហ្នឹងសម្រាប់ពិភាក្សាគ្នាក៏ប៉ុន្តែបើតាមសារព័ត៌មានរបស់ខាង The Nation នៅពេលដែលចប់ប្រជុំនេះបាទពេលដាក់រូបនេះគឺពេលចប់ប្រជុំហើយបាទរូបទី1នេះគឺពេលដែលទៅចូលប្រជុំដែលគេបង្ហាញកាលពីពេលព្រឹកបាទឥឡូវនេះពេលចប់ប្រជុំគឺក្នុងរបៀបវិរៈចំនួន3ហ្នឹងគឺឯកភាពគ្នាចំនួន2ទេបាទឯកភាពគ្នាចំនួន2ទេគឺទី1គឺការប្រើប្រាស់ drone ដើម្បីកំណត់មើលទីតាំងបង្គោលហើយនឹងព្រំដែនហ្នឹងហើយទី2គឺដាក់តម្រុយដែលគេតម្រុយឬក៏បង្គោលបណ្ដោះអាសន្នសិនណាអញ្ចឹងច្បាស់កន្លែងហ្នឹងកុំឲ្យមានការច្រឡំអីបាទហើយរីឯការវាស់វែងពិតប្រាកដតែម្ដងហ្នឹងគឺមិនទាន់ដោះស្រាយគ្នានៅឡើយទេបាទដោយសារអីដោយសារតែបើយោងតាមកសែតរបស់ The Nation ថាភាគីកម្ពុជាចង់ចូលទៅវាស់នៅក្នុងបាទទឹកដីថៃនេះថៃគេរីកាអញ្ចឹងណាបាទប៉ុន្តែកម្ពុជាយើងថាដីយើងឬយ៉ាងម៉េចបានជាយើងចង់ចូលទៅវាស់នៅកន្លែងហ្នឹងបាទថៃអត់ព្រមបាទថៃព្រមអញ្ចឹងគឺក៏ទុកមួយ license ដោយសារថាអត់ទាន់បានអាចនឹងទៅរួចទេនៅក្នុងដំណាក់កាលនេះបាទហើយសារព័ត៌មាននេះក៏បាននិយាយអំពីរឿងលម្អិតចឹងខ្ញុំសូមបញ្ជូនរីកាជូនលម្អិតជូនប្រិយមិត្តតែម្ដងទៅពីព្រោះអីការងារពាក់ព័ន្ធជាមួយនឹងការវាស់វែងបង្គោលការចរចានោះគឺប្រិយមិត្តចង់ដឹងខ្លាំងហើយតើក្រុមការងារគាត់មានការប្រឹងប្រែងយ៉ាងម៉េចចឹងខ្ញុំជូនមកពីព្រោះកាសែតថៃគាត់បានជូនចឹងប៉ុន្តែនេះគ្រាន់តែភាគីខាងថៃទេណាបាទតើខាងភាគីកម្ពុជាគឺខ្ញុំបានដឹងតាមរយៈកាសែតថ្មីគាត់បានរាយការណ៍ថាគឺអាចនឹងមានការបោះបង្គោលបណ្ដោះអាសន្នណាពាក្យបច្ចេកទេសខ្មែរហៅថាបង្គោលបណ្ដោះអាសន្នបាទហើយនៅចន្លោះបង្គោលព្រំដែនលេខ47និង42នៅឃុំអូ3ជាន់ស្រុកអូជ្រៅនិងខេត្តស្រះកែវបាទនេះបើតាមសេចក្តីរាយការណ៍របស់ខាងថ្មីនៅប្រទេសកម្ពុជាគឺបើតាមថ្មីគាត់ថាប្រធានក្រុមប្រតិបត្តិការបច្ចេកទេសតែម្ដងអ្នកបច្ចេកទេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនឬហៅ JBC កម្ពុជានិងថៃបានជួបប្រជុំគ្នានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតីបែបបទណែនាំបច្ចេកទេសបាទនេះបើតាមលោកណេត ពាក់ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន
ដែលស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនអញ្ចឹងគឺថ្មីគាត់ដកស្រង់ពីបានដឹងរឿងនេះពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេត ភត្រាបាទហើយលោកនេត ភត្រាគាត់បានទទួលពីខាងមន្ត្រីដែលដឹកនាំកិច្ចការងារហ្នឹងបាទហើយគឺបើតាមថ្មីបន្ថែមថាជំនួបរវាងក្រមប្រតិបត្តិការបច្ចេកទេសនេះកើតឡើងបន្ទាប់ពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC នៃប្រទេសទាំងពីរបានអនុម័តលើបែបបទណែនាំបច្ចេកទេសបាទលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងទៀតថាក្រមវាស់វែងចម្រុះនៃប្រទេសទាំងពីរនឹងចុះពិនិត្យទីតាំងនិងដំណើរការងារបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47ក្នុងភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវប្រទេសថៃបាទលោកនេត ភត្រាបន្ថែមថាការចុះបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ចន្លោះបង្គោលព្រំដែនបាទគឺដដែលទេណាបាទ42និង47បាទអញ្ចឹងនេះគឺជាអ្វីដែលបានរាយការណ៍ទាំងនៅសារព័ត៌មានកម្ពុជានិងសារព័ត៌មានថៃឥឡូវដូចសន្យាគឺខ្ញុំសូមចូលដល់លក្ខណៈបច្ចេកទេសបន្តិចចុះណាបាទលក្ខណៈបច្ចេកទេសបន្តិចចុះគឺមានរាយការណ៍តែពីខាងភាគីថៃតែខាងក្រោយពីក្រោយមកទៀតតើកម្ពុជាមានអ្វីបន្ថែមចាំយើងនឹងទទួលនៅពេលក្រោយបាទគឺបើយោងតាមសេចក្តីរាយការណ៍របស់ The Nation គាត់ថាពាក់ព័ន្ធជាមួយនឹងការវាស់វែងដោយប្រើ drone គឺកិច្ចពិភាក្សាគ្នានឹងមានរយៈពេលជាង4ម៉ោងបាទ4ម៉ោងគាត់ពិភាក្សារឿងថាប្រើ drone ដើម្បីប្រមូលទិន្នន័យអីយ៉ាងម៉េចហ្នឹងគឺ4ម៉ោងគឺចាប់ដើមតាំងពីម៉ោង9ព្រឹករហូតដល់ម៉ោង13:45នាទីល្ងាច13គឺម៉ោង1:45នាទីល្ងាចអញ្ចឹងបានន័យថាក្រុមការងារកម្ពុជាហ្នឹងក៏មិនមែនចុះព្រមព្រៀងឬក៏និយាយមកឬក៏ថៃក៏មិនងាយដែរគឺមានការពិភាក្សាគ្នាយ៉ាងយូរណាបាទហើយបើតាម The Nation ក៏ថាមានមកដល់កន្លែងពេលមួយនោះតំណាងរបស់កម្ពុជាមួយរូបបានដើរចេញពីកិច្ចប្រជុំដោយកាន់ឯកសារបច្ចេកទេសហ្នឹងតាក់ទងជាមួយនឹងការវាស់កំណត់បង្គោលបណ្ដោះអាសន្នហ្នឹងចេញក្រៅផងហើយបានទូរស័ព្ទចេញមកគឺទំនងជាពិភាក្សាជាមួយនឹងថ្នាក់លើដើម្បីសូមឲ្យមានសម្រេចចិត្តមុននឹងព្រមហ្នឹងទៅនៅខាងភាគីកម្ពុជាមុនពេលដែលមន្ត្រីរូបនោះបានត្រឡប់ចូលមកកិច្ចប្រជុំវិញដើម្បីពិភាក្សាទៅលើរបៀបវរៈបន្តទៀតបាទអញ្ចឹងបានន័យថាភាគីកម្ពុជាមានការប្រយ័ត្នប្រយែងនៅក្នុងការសម្រេចអ្វីហ្នឹងគឺមានការឯកភាពពីលើដល់ក្រោមនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃណាខ្ញុំសូមបញ្ជាក់ម្ដងទៀតខាងកម្ពុជាខ្ញុំអត់បានឃើញនៅឡើយទេបាទហើយ Nation ក៏បានបញ្ជាក់បន្ថែមទៀតថាមានបញ្ហាដែលពិភាក្សាគ្នាហ្នឹងហើយកិច្ចប្រជុំហ្នឹងគឺចាប់ផ្ដើមរបៀបវរៈទី2បញ្ហាទី2ហ្នឹងនៅម៉ោង4ហើយគឺរបៀបវរៈហ្នឹងគឺចំណាយពេលប្រហែលជា1ម៉ោងបានចូលទៅដល់1ម៉ោងគឺទៅលើការដាក់តម្រុយណាដាក់បង្គោលបណ្ដោះអាសន្នហ្នឹងមុននឹងចូលដល់របៀបវរៈទី3គឺការវាស់វែងតែម្ដងបាទចូលដល់ការវាស់វែងគឺមិនអាចឯកភាពគ្នាទេដោយដែលខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងគឺភាគីថៃមិនអោយកម្ពុជាចូលវាស់នៅក្នុងទឹកដីថៃហ្នឹងបាទនិយាយអញ្ចឹងបាទនេះគឺជាអ្វីដែលសារព័ត៌មានកម្ពុជានិងថៃបានរាយការណ៍តាក់ទងជាមួយនឹងក្រុមការងារបច្ចេកទេសវាស់វែងខណ្ឌសីមាហើយមានការវិវត្តមួយទៀតបាទការវិវត្តមួយទៀតប្រិមិត្តនៅចាំបានទេគឺមេនាំរឿងលោកវីរ៉ាស៊ុំខ្វាំខិតណាបាទគាត់បានយក bulldozer គឺត្រាក់ឈូសបាទហើយនឹងត្រាក់ព្យួរហ្នឹងទៅត្រាក់ទ័រឈូសត្រាក់ទ័រព្យួរហ្នឹងទៅតំបន់ព្រៃច័ន្ទណាបាទចង់ចូលព្យួរនៅកន្លែងហ្នឹងក៏ប៉ុន្តែក៏ដកថយទៅវិញបើតាមការឲ្យដឹងគឺពេលនោះគឺថាមានការចរចាគ្នាជាមួយនឹងប៉ូលីសអាជ្ញាធរមូលដ្ឋានហ្នឹងថាកុំឲ្យមកធ្វើសកម្មភាពគឺត្រូវមានការក្រុមបច្ចេកទេសសិនហើយគេនៅក្នុងពេលហ្នឹងគឺបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃដែលខ្ញុំទទួលបានពីអ្នកដែលចេះថៃគាត់ប្រាប់ខ្ញុំមកគឺគាត់បានសន្យាថាឲ្យលោកខ្វាំខិតហ្នឹងបាទវីរ៉ាស៊ុំខ្វាំខិតហ្នឹងចូលពិនិត្យមើលពេលដែលក្រុមការងារប្រជុំហើយដោយដែលការរាយការណ៍ពីមុនដែរគឺថ្ងៃនេះក្រុមគាត់ទៅដល់មែននេះបើតាម
សារព័ត៌មាន The Nation គាត់និយាយថាក្នុងអំឡុងពេលដែលក្រុមការងារចរចាហ្នឹងគឺលោកវីរ៉ាស៊ុំខ្វាំខិតហ្នឹងជាមួយនឹងអ្នកភូមិនៅក្នុងភូមិបាននងច័ន្ទនិងបាននងយ៉ាកែវហ្នឹងក៏បានទៅដល់កន្លែងនោះដើម្បីសង្កេតមើលកិច្ចប្រជុំនឹងផងដែរក៏ប៉ុន្តែពួកអស់លោកនោះគឺអស់លោកស្រីនោះគឺមិនបានធ្វើសកម្មភាពអ្វីដែលរំខានទៅដល់ការប្រជុំនឹងទេបាទអញ្ចឹងគឺកិច្ចប្រជុំនេះបាទគឺបាទបញ្ចប់នៅម៉ោង 16:15 នាទីគឺបានន័យថាម៉ោង 4:15 នាទីមុននេះបាទឥឡូវនេះនៅប្រទេសកម្ពុជាគឺម៉ោង 9 កន្លះជាងហើយណា1កន្លះជាងហើយឥឡូវនេះចាប់កាលពីម៉ោង 4 អញ្ចឹងគាត់ថា5ម៉ោងមុនបាទ5ម៉ោងមុនព័ត៌មាននេះនៅក្តៅហុយនៅឡើយទេណាបាទបើដូចទឹកតែលើកមកផឹកតរប្លង់និយាយលេងទេបាទអញ្ចឹងគឺការបញ្ចប់ហ្នឹងគឺសារព័ត៌មានខាង The Nation គាត់បាននិយាយបន្ថែមទៀតដែរគឺលោកវរៈសេនីគ្រៀងក្រៃដែលជាប្រធាននាយកដ្ឋានខាងភូមិសាស្ត្រយោធារបស់ថៃហ្នឹងហើយនឹងមានតំណាងខាងថៃហ្នឹងក៏បានជូនដំណើរប្រតិភូរបស់កម្ពុជាត្រឡប់មកចូលទៅក្នុងប្រទេសកម្ពុជាវិញផងដែរបាទហើយបើតាមសេចក្តីរាយការណ៍របស់ The Nation ក៏ថាកិច្ចប្រជុំនេះគឺបាទមានភាពតានតឹងផងដែរបាទមានភាពតានតឹងមិនមែនជារឿងមួយដែលងាយនោះទេបាទហើយនៅពេលនោះគឺមានអ្នកសារព័ត៌មានក៏សួរអំពីលទ្ធផលកិច្ចប្រជុំហ្នឹងគឺលោកគ្រឿងក្រៃបាទគ្រឿងក្រៃហ្នឹងគាត់បានឆ្លើយតបថាអត់ទេកិច្ចប្រជុំហ្នឹងគឺដំណើរការទៅដោយរលូនបាទគឺយើងនឹងអាចចាប់ផ្ដើមបោះបង្គោលបណ្ដោះអាសន្ននេះនៅថ្ងៃស្អែកគឺនៅថ្ងៃទី19ខែវិច្ឆិកានេះបាទនៅថ្ងៃស្អែកហ្នឹងណាបាទអញ្ចឹងព័ត៌មាននេះគឺទាន់សភាពការតែម្ដងអញ្ចឹងនៅថ្ងៃទី19ខែវិច្ឆិកានេះនឹងបោះបង្គោលបណ្ដោះអាសន្នហើយលោកគ្រឿងក្រៃក៏ថាខាងភាគីកម្ពុជាបានសហការគ្នាបានល្អហើយការបោះបង្គោលនេះគឺនឹងចាប់ផ្ដើមនៅបង្គោលព្រំដែនលេខ42នៅភូមិបាននងយ៉ាកែវចឹងប្រិមិត្តនេះជាព័ត៌មានដែលខ្ញុំជូនដល់ប្រិមិត្តហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើលោកមានជំនឿទេថាប្រទេសកម្ពុជានឹងចូលរួមនៅក្នុងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅថ្ងៃស្អែកនេះបាទលោកគាត់ឆ្លើយថាបាទចាំមើលសិនមើលតើយ៉ាងម៉េចដែរនៅថ្ងៃស្អែកនេះហើយនៅពេលសួរថាតើកម្ពុជាមានបានទៀមទាអ្វីបន្ថែមទៀតនោះទេបាទលោកគ្រឿងក្រៃនិយាយថាអត់មានទេកម្ពុជាមិនបានទៀមទាអ្វីបន្ថែមទៀតទេបាទនៅពេលដែលលោកគ្រឿងក្រៃឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានហ្នឹងគឺប្រជាជនដែលនៅក្នុងភូមិនងច័ន្ទក៏បានសួរគាត់ឲ្យប្រាប់អ្នកសារព័ត៌មានអំពីលទ្ធផលមើលថាពីព្រោះប្រជាពលរដ្ឋគាត់ចង់ដឹងពេលហ្នឹងគាត់ក៏ងាកទៅប្រាប់ប្រជាពលរដ្ឋវិញហ្នឹងថាប្រាប់ប្រជាពលរដ្ឋវិញថាអ្វីដំណើរការល្អទេ everything went fine បាទអ្វីដំណើរការល្អទេបាទអញ្ចឹងគឺដោយដែលខ្ញុំបានជម្រាបអញ្ចឹងបើយោងតាមកសែត The Nation គឺបានន័យថាកិច្ចប្រជុំនេះគឺដំណើរការទៅល្អប៉ុន្តែក៏មានភាពការពិភាក្សាគ្នាយ៉ាងតានតឹងផងដែរបាទគឺមិនមែនមានន័យថាស្រួលនោះទេបាទនេះគឺដូចដែលខ្ញុំបានជម្រាបអញ្ចឹងគឺខាង The Nation នៅឡើយទេណាខាងភាគីថៃទេខាងភាគីកម្ពុជាខ្ញុំមិនទាន់បានទទួលព័ត៌មានអ្វីទេហើយមិនទាន់មានសេចក្តីរាយការណ៍ទេពីព្រោះព័ត៌មាននេះទើបតែចប់មុនបន្តិចនៅកម្ពុជាហ្នឹងល្ងាចយប់ហើយអ្នកសារព័ត៌មានក៏ប្រហែលជាគាត់សម្រាកដែរហើយតាមធម្មតាគឺក្រុមការងារបច្ចេកទេសគាត់ធ្វើការងារអញ្ចឹងគាត់មិនសូវនិយាយប្រាប់អ្នកសារព័ត៌មានទេពីព្រោះការងារបច្ចេកទេសវាខុសពីការងារថ្នាក់ដឹកនាំលើគេអាចនិយាយអ្វីបានច្រើនណាអញ្ចឹងយើងអាចយល់បានអំពីចំណុចនេះអញ្ចឹងចូលដល់ព័ត៌មានទី2បាទព័ត៌មានទី2គឺនៅព័ត៌មានទី2នេះគឺជាបទវិភាគរបស់សារព័ត៌មាន South China Morning Post គាត់បានធ្វើបទវិភាគពាក់ព័ន្ធជាមួយនឹងការអាងរបស់ភាគីថៃដែលនិយាយថាការចរចារឿងពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកហ្នឹងហើយនឹងរឿងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សីហ្នឹងគឺជារឿងពីរដាច់ដライពីគ្នាទេបាទគាត់និយាយអញ្ចឹងហើយថាតើសារព័ត៌មានខាង South China Morning Post គាត់រាយការណ៍ដោយជួបសម្ភាសជាមួយអ្នកវិភាគមិនអញ្ចឹងខ្ញុំសូមដកសងខ្លីៗជូនប្រិយមិត្តណាបាទ
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post ក៏រាយការណ៍ថាការទទូចបាទអះអាងរបស់ថៃដែលថាការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកអាចបន្តដោយឡែកពីគ្នាពីការចរចាលើបញ្ហាចំនួនព្រំដែនដោយចម្រូងចម្រាសជាមួយនឹងប្រទេសកម្ពុជាហ្នឹងត្រូវបានអ្នកវិភាគគាត់មិនជឿទេគាត់សង្ស័យដោយសារតែសហរដ្ឋអាមេរិកគឺប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ចកាន់តែច្រើនឡើងជាឧបករណ៍នយោបាយដើម្បីដាក់សម្ពាធហើយលោកត្រាំខ្លួនឯងនឹងផ្ទាល់តែម្ដងលោកចង់យកបញ្ហានេះបាទគឺដើម្បីដាក់សម្ពាធឲ្យមានបទច្បាញ់គ្នានឹងទេបាទដូច្នេះវាជារឿងមួយដែលមិនគួរឲ្យជឿទេដែលអ្វីដែលជាសម្ពាធរបស់លោកត្រាំបែរជាលោកញែកចេញពីរឿងពាណិជ្ជកម្មនេះបើតាមសេចក្តីរាយការណ៍របស់ខាង South China Morning Post ទីក្រុងបាងកកបានប្រកាសកាលពីថ្ងៃសៅរ៍ថាការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិកនឹងនៅតែជាបញ្ហាដាច់ដោយឡែកពីបញ្ហាព្រំដែននេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលគឺលោកស៊ីរីផុងបាទបានឲ្យលោកបានសន្យាថាគឺមានការសន្យាការធានាពីលោកត្រាំថាទីក្រុង Washington មិនជឿជ្រែកចូលទៅក្នុងកិច្ចការនោះទេបាទគាត់អាងអញ្ចឹងណាបាទប៉ុន្តែភាពស្ងប់ស្ងាត់ខាងការទូតនេះត្រូវបានបង្ហាញតាមរយៈលិខិតមួយពីការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលក្រសួងការបរទេសថៃបាននិយាយថាខ្លួនបានទទួលត្រឹមតែប្រមាណម៉ោងមុននេះដែលត្រូវបានគេរាយការណ៍ថាគឺជាការផ្អាកការចរចារហូតដល់ថៃបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះបទជបាញ់ដែលបានចុះហត្ថលេខាដោយលោកត្រាំបានធ្វើជាសាក្សីកាលពីចុងខែមុនលោកត្រាំបានទូរស័ព្ទដាច់ដោយឡែកជាមួយមេដឹកនាំនៃប្រទេសទាំងពីរកាលពីថ្ងៃសុក្រទាំងសេតវិមាននិងការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីលិខិតដែលត្រូវបានគេរាយការណ៍ថាបានផ្ញើទៅកាន់ប្រទេសថៃប្រកាសអំពីការផ្អាកការចរចាពាណិជ្ជកម្មនោះទេអ្នកវិភាគនិយាយថាវាមិនទំនងតតែសោះដែលពាណិជ្ជកម្មនិងបញ្ហាព្រំដែនអាចត្រូវបានគេញែកដាច់ដោយឡែកពីគ្នាការធ្វើដូច្នេះគឺផ្ទុយនឹងតក្កវិជ្ជាគោលនយោបាយការបរទេសរបស់លោកត្រាំនេះបើយោងតាមលោកប្រាវិនឆាឆាវ៉ាល់ប៉ុងភុនអ្នកវិទ្យាសាស្ត្រនយោបាយនៅឯមជ្ឈមណ្ឌលសិក្សាកិច្ចការអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Kyoto លោកបានប្រាប់កម្មវិធី This Week នៅ Asia ថាសម្រាប់រដ្ឋបាលលោកត្រាំនេះការប្រើប្រាស់សេដ្ឋកិច្ចមិនមែនជាបញ្ហាដាច់ដោយឡែកនោះទេប៉ុន្តែជាឧបករណ៍បញ្ជាប្រតិបត្តិការដែលប្រើដើម្បីអនុវត្តការអនុលោមតាមភូមិសាស្ត្រនយោបាយការចរចាពន្ធគយនឹងនៅតែជាប់គាំងដោយគ្មានកំណត់ឬមានវឌ្ឍនភាពតិចតួចបំផុតរហូតដល់ប្រទេសថៃបង្ហាញនៅកាយវិការជាក់ស្ដែងនិងមានការពេញចិត្តខាងនយោបាយដែលបញ្ជាក់ពីការពេញចិត្តរបស់ខ្លួនចំពោះការរៀបចំសន្តិសុខដែលសហរដ្ឋអាមេរិកចង់បានលោកផាវីបានលើកឡើងថាជំហររបស់លោកត្រាំលើការមិនជ្រៀតជ្រែកភាគច្រើនគឺមានប្រសិទ្ធភាពដោយបិទបាំងគោលនយោបាយនៃការដាក់សម្ពាធជាអតិបរមាដែលត្រូវបានរៀបចំឡើងដើម្បីធានាផលប្រយោជន៍របស់សហរដ្ឋអាមេរិកលោកបាននិយាយថាលោកត្រាំបានចាត់ទុកបទឈប់បាញ់ជាពានរង្វាន់ការទូតសម្រាប់រូបលោកក្តីបារម្ភចម្បងរបស់លោកមិនមែនជាការមិនជ្រៀតជ្រែកទេប៉ុន្តែជាការធានាបាននៅសុចរិតភាពនៃជ័យជំនះផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រីអនុทิនឆាន់វីរគុលបានប្រើប្រាស់ពេលវេលានេះដើម្បីពង្រឹងសមត្ថភាពមនោសញ្ចេតនាជាតិនិយមរបស់លោកមុនការបោះឆ្នោតដែលបានខិតជិតមកដល់ដោយស្វែងរកសុំការកាត់បន្ថយពន្ធបន្ថែមពីសហរដ្ឋអាមេរិកនិងអនុម័តគោលនយោបាយតឹងរឹងរបស់លោកទៅលើប្រទេសកម្ពុជាលោកពូរ៉ាវិចវីតាណាសុកអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យធម្មសាស្ត្ររបស់ថៃបាននិយាយថាដោយដាក់ខ្លួនលោកជាអ្នកការពារប្រទេសលោកអនុทิនមានគោលបំណងពង្រឹងការគ្រប់គ្រងក្នុងការបោះឆ្នោតរបស់លោកការនេះពន្យល់អំពីវោហារសាស្ត្រដ៏តឹងរឹងមិនធម្មតារបស់លោកចំពោះកម្ពុជានិងភាពមើងម៉ាត់របស់លោកទោះបីជាវាហាក់ដូចជាកំពុងរុញច្រានប្រឆាំងនឹងសហរដ្ឋអាមេរិកក៏ដោយបាទលោកពូរ៉ាវិចបានពិពណ៌នាអំពីពាណិជ្ជកម្មនិងសន្តិសុខថាជារឿងមិនអាចបំបែកគ្នាបាននោះទេបាទនេះបើយោងតាមក្រសែភ្នែករបស់លោកត្រាំ
ដោយលោកបន្ថែមថានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោកក្នុងការបង្ហាញថាខ្លួនជាអ្នកកសាងសន្តិភាពទន្ទឹមនឹងនេះលោកអនុทิនមើលឃើញមនោសញ្ចេតនាជាតិនិយមថាជាសញ្ញាបៀដែលដើរតួនាទីក្នុងការដើម្បីឲ្យលោកបានពេញចិត្តដែលធ្វើតាមអ្វីដែលលោកចង់បានខណៈពេលដែលលោកត្រៀមខ្លួនទទួលយកការបោះឆ្នោតមិនទុកចិត្តពីសភាដែលអាចនឹងកើតមានឡើងនៅខែធ្នូក្រោយនេះនេះបើយោងតាមសាស្ត្រាចារ្យផ្នែកការពិជាតិលោក Greg Raymond មកពីសាលាកិច្ចការអាស៊ីប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យជាតិអូស្ត្រាលីលោក Raymond បាននិយាយថាវោហារសាស្ត្រដ៏តឹងរ៉ឹងនឹងការសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់នាយករដ្ឋមន្ត្រីថៃត្រូវបានត្រាត់ខ្នាតសម្រាប់ផលប្រយោជន៍នយោបាយក្នុងស្រុករបស់លោកប៉ុណ្ណោះទេជាពិសេសនៅពេលដែលរដ្ឋាភិបាលលោកអនុทิនប្រឈមមុខនឹងការត្រួតពិនិត្យលើទំនាក់ទំនងរបស់មន្ត្រីរបស់លោកទៅនឹងរឿងរ៉ាវអំពើពុករលួយពាក់ព័ន្ធនៅកម្ពុជាលោកផាវិនវិញបាននិយាយថាវគ្គនេះបង្ហាញពីការកំណត់ដែននៃនយោបាយការទូតបែបឫស្សី Bamboo Diplomacy របស់ប្រទេសថៃដែលជាយុទ្ធសាស្ត្រគោលនយោបាយការបរទេសដែលវៀតណាមធ្លាប់ប្រើផងដែរដែលផ្ដល់អាទិភាពទៅលើភាពបត់បែនជាយុទ្ធសាស្ត្រនិងការសម្របសម្រួលជាក់ស្ដែងក្នុងរយៈពេលប្រមាណខែថ្មីនេះទីក្រុងបាងកកបានទទួលរងនៅការចំណាយទុនយ៉ាងច្រើនទៅលើនយោបាយការទូតជាអតិបរមានេះក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាមួយនឹងទីក្រុង Washington និងទីក្រុងប៉េកាំងដោយបានចង្អុលបង្ហាញអំពីការធ្វើសម្បទានដែលជំរុញឲ្យមាននយោបាយរបស់លោកគឺជារឿងមួយដែលប៉ះពាល់ទៅដល់គោលនយោបាយរបស់ថៃក្នុងនោះមានការនិរទេសជនបរោះជនជាតិUyghur ចំនួន40នាក់ទៅកាន់ប្រទេសចិនដែលសហរដ្ឋអាមេរិកបានជំទាស់ហើយនឹងការទិញអង្ករជានិមិត្តរូបដើម្បីសម្គាល់ទំនាក់ទំនងចិននិងថៃរយៈពេល50ឆ្នាំបាទដូច្នេះគឺប្រទេសថៃគឺត្រូវខិតខំប្រឹងប្រែងយ៉ាងណាដើរនៅក្នុងចន្លោះនេះប្រកបដោយការប្រុងប្រយ័ត្នលោកផាវិនបាននិយាយថាគំរូនេះរួមជាមួយនឹងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាបទជបាញ់បង្ហាញពីកង្វះភាពប៉ិនប្រសប់ជាយុទ្ធសាស្ត្រដែលត្រូវការសម្រាប់ការធ្វើឲ្យមានតុល្យភាពប្រកបដោយជោគជ័យបាទគឺតាមលោកប្រវិនគឺចង់បានបញ្ជាក់ថាប្រទេសថៃនាយករដ្ឋមន្ត្រីអនុทิនខិតខំប្រឹងប្រែងថ្លឹងថ្លែងរវាងប្រទេសចិនជាមួយនឹងសហរដ្ឋអាមេរិកដោយប្រឹងប្រែងការទូតដ៏សំខាន់មួយក៏ប៉ុន្តែលោកប្រឹងយ៉ាងណាក៏ដោយប៉ុន្តែដោយសារតែកង្វះសមត្ថភាពរបស់លោកធ្វើឲ្យការដើរនេះគឺមិនបានថ្លឹងល្អនោះទេបាទលោកបានបញ្ចប់ដោយនិយាយថាការបញ្ចប់ភ្លាមនៃការចរចាពន្ធគយបញ្ជាក់ថាការខិតខំតម្រឹមភូមិសាស្ត្រនយោបាយនិងការបញ្ជូនសញ្ញានយោបាយក្នុងស្រុកបានធ្វើឲ្យសម្ព័ន្ធភាពរយៈពេលវែងដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកមានអស្ថិរភាពយ៉ាងធ្ងន់ធ្ងរបាទនេះបើតាមការរាយការណ៍របស់សារព័ត៌មាន The South China Morning Post ណាបាទអញ្ចឹងប្រិមិត្តអាចទទួលយកបានថាតើអ្នកវិភាគបាននិយាយយ៉ាងម៉េចហើយដូចដែលខ្ញុំបានជម្រាបជូនប្រិមិត្តអញ្ចឹងនេះគ្រាន់តែជាមតិរបស់អ្នកវិភាគដែលគាត់បានវិភាគទៅលើសភាពការនេះដោយដែលខ្ញុំបានជម្រាបប្រដៅអញ្ចឹងការវិភាគគឺអាចត្រូវអាចខុសណាអញ្ចឹងគ្រាន់តែជាចំណេះដឹងបាទចំណេះដឹងគឺដើម្បីឲ្យប្រិមិត្តបានដឹងទេបាទអញ្ចឹងជាទូទៅគឺអ្នកវិភាគក៏អត់ជឿអ្វីដែលរដ្ឋាភិបាលថៃអះអាងនឹងទេអះអាងថាអូអត់ទេលោកតាមគាត់បញ្ជាជ្រែកទេដូច្នេះរឿងចរចាពន្ធគយនឹងរឿងផ្សេងពីពលលិខិតទទួលបានមុនពេលដែលនិយាយជាមួយលោកត្រាំប៉ុន្តែសេតាវិមានហើយនឹងតំណាងសហរដ្ឋអាមេរិកគឺនៅស្ងៀមអត់មកចង់ថៃថាតែពីព្រោះអីការចរចាដែលជុំបន្ទាប់ទៀតជួបគ្នាដល់ខែក្រោយនៅចុងខែ12ហ្នឹងអញ្ចឹងដូច្នេះក្នុងរយៈពេលហ្នឹងថៃមានពេលដើម្បីនិយាយទៅប៉ុន្តែត្រូវគោរពតាមកិច្ចព្រមព្រៀងឬមិនគោរពអានឹងរឿងរបស់ថៃបាទសំខាន់កុំឲ្យមានផ្ទុះអាវុធអីទៀតទៅហ្នឹងគឺជារឿងមួយដែលអាចបញ្ជាក់ពីការគោរពឬក៏មិនគោរពតាមរបស់ភាគីថៃហ្នឹងហើយបាទអញ្ចឹងព័ត៌មានពីនេះវែងផងបាទម៉ោង10យប់ជាងហើយសង្ឃឹមថានៅបន្តស្ដាប់បាទបន្តទៅទៀតនេះគឺសូមជូននៅជាមតិយោបល់របស់លោកឆាំយុបាទដែលលោកបានខិតខំសរសេរឡើងតកតងជាមួយនឹងការដោះស្រាយបញ្ហាដែលជាបញ្ហាឬគល់បាទអញ្ចឹងនៅក្នុងអ្វីដែលលោកឆាំយុបានសរសេរនេះគឺលោកថាកម្ពុជាត្រូវតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឬគល់នៃមូលហេតុដែលកើត
មានបញ្ហានោះវាគឺជាការសំខាន់ណាស់ដែលយើងត្រូវចងចាំនៅពាក្យមួយឃ្លាថាសង្គ្រាមគ្រាន់តែជាមធ្យោបាយតាមរយៈមធ្យោបាយផ្សេងតែប៉ុណ្ណោះមុនពេលដែលប្រជាជនកម្ពុជាអាចឆ្លើយទៅនឹងសំណួរអំពីវិធីសាស្ត្រនៃការត្រៀមខ្លួនដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលហាក់ដូចជាចង់បានចំនួនប្រដាប់អាវុធនោះយើងត្រូវស្វែងយល់ជាមុនថាតើគោលបំណងអ្វីខ្លះដែលប្រទេសថៃអាចសម្រេចបានតាមរយៈសង្គ្រាមហើយអ្វីដែលធ្វើឲ្យសង្គ្រាមតាក់ចិត្តប្រទេសថៃជាជាងសន្តិភាពជាការពិតណាស់គោលបំណងពិតប្រាកដរបស់ប្រទេសថៃគឺដើម្បីជោគជ័យក្នុងការទទួលបានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានិងពង្រីកការគ្រប់គ្រងកាន់តែខ្លាំងក្លាលើតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជាប៉ុន្តែនេះគឺមិនមែនជាគោលដៅតែមួយគត់នោះទេហើយមានហេតុផលដែលនាំឲ្យយើងជឿថាការទទួលបានទឹកដីគឺជារោគសញ្ញានៃបញ្ហាធំតែប៉ុណ្ណោះស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសថៃគឺជាស្ថានភាពមួយដែលយើងកត់សម្គាល់បានថាជាការតស៊ូផ្ទៃក្នុងនិងអស្ថិរភាពដ៏ធំធេងចំនួនដែលកើតមានឡើងនេះបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅរវាងក្រមអិសរាជជនយោធានិយមក្រមអិសរាជជនយោធាអភិរក្សនិយមរាជានិយមស្ថាប័នតុលាការដ៏មានអំណាចនិងកម្លាំងប្រជាជនដែលមិនពេញចិត្តនឹងស្ថានភាពនាពេលបច្ចុប្បន្នកម្ពុជាពិតជាអាចតស៊ូឆ្លើយតបទៅនឹងរោគសញ្ញានៃបញ្ហាធំទាំងនេះប៉ុន្តែដើម្បីឆ្លងផុតបញ្ហាខាងលើដោយពិតប្រាកដកម្ពុជាត្រូវតែអនុវត្តភាពជាអ្នកដឹកនាំដោយយុទ្ធសាស្ត្រនិងរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុជាជាងគ្រាន់តែរោគសញ្ញានៃបញ្ហាបាទនេះគឺជាមតិរបស់លោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាចេញផ្សាយនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025បាទជាថ្មីម្ដងទៀតសូមអរគុណលោកឆាងយុដែលបានតែចូលរួមមតិជាប្រតិបដើម្បីបំភ្លឺទៅដល់ប្រជាពលរដ្ឋកម្ពុជាក្នុងពេលដែលយើងត្រូវការអ្នកដែលមានជំនាញអ្នកចេះដឹងពិតប្រាកដហើយផ្ដល់ព័ត៌មានផ្ដល់យោបល់ជាដំណោះស្រាយជាជាងបាទអុចអាលបន្ថែមឲ្យមានបញ្ហាកាន់តែធំបាទអញ្ចឹងចូលដល់ព័ត៌មានទី4បាទទី4នេះគឺខ្លីទេនេះគឺជាការប្រកាសរបស់ខាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាបើតាមស្ថានទូតបានឲ្យដឹងថាកាលពីថ្ងៃទី17ខែវិច្ឆិកាលោកស្រីភិរៈធីរីអ្នកស្រី Bridget Walker បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់កម្ពុជាគឺលោកជាងរ៉ាដើម្បីបញ្ជាក់អំពីភាពជាដៃគូប្រកបដោយជោគជ័យក្នុងរយៈពេល30ឆ្នាំកន្លងមកនេះរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាក្នុងការលើកកម្ពស់វិស័យសុខាភិបាលសុខភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់បាទលោកស្រីភិរៈធីរីបានជម្រាបជូនលោករដ្ឋមន្ត្រីអំពីកម្មវិធីជំនួយបរទេសផ្នែកសុខភាពសម្រាប់សង្គ្រោះជីវិតរបស់សហរដ្ឋអាមេរិកនៅកម្ពុជាហើយដែលកំពុងដំណើរការនឹងបានជម្រាបជូនអំពីការដាក់ចេញថ្មីក្នុងពេលថ្មីនេះនៅយុទ្ធសាស្ត្រ America First អំពីសុខភាពជាសកលបាទហើយជាផ្នែកមួយនៃយុទ្ធសាស្ត្រ America First ខាងផ្នែកសុខភាពសកលហ្នឹងគឺសហរដ្ឋអាមេរិកនឹងពង្រឹងការសហការជាមួយប្រទេសនៅជុំវិញពិភពលោកដើម្បីធានាថាកម្មវិធីជំនួយផ្នែកសុខភាពសម្រាប់បរទេសរបស់សហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីសង្គ្រោះជីវិតកសាងប្រព័ន្ធសុខភាពដែលមានភាពធន់និងស្ថិតស្ថេរនិងលើកកម្ពស់សុវត្ថិភាពវិបុលភាពនិងភាពរឹងមាំរបស់សហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកសង្ឃឹមនឹងបន្តពង្រីកភាពជាដៃគូជាមួយប្រទេសកម្ពុជាក្នុងវិស័យសុខភាពសាធារណៈនេះឲ្យបានជោគជ័យនិងយូរអង្វែងដើម្បីប្រែក្លាយចក្ខុវិស័យនេះឲ្យក្លាយទៅជាការពិតបាទនេះគឺជាអ្វីដែលស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញណាបាទនេះរូបភាពនៃការជួបប្រជុំគ្នាផងដែរឥឡូវនេះចូលដល់ព័ត៌មានទី5បាទព័ត៌មានទី5គឺបច្ចុប្បន្នភាពសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនណាចឹងខ្ញុំសូមជូនខ្លីៗជូនប្រិយមិត្តទេបើតាមសេចក្តីរាយការណ៍របស់ខាង Al Jazeera គឺបានឲ្យដឹងថាការប្រយុទ្ធគ្នានៅតំបន់Zaporizhzhia ហ្នឹងគឺកាន់តែមានភាពតានតឹងជាពិសេសនៅចុងខាងនៃទន្លេ Dnipro បាទដោយក្នុងរយៈពេលប្រហែលសប្តាហ៍នេះគឺនៅខាងត្រើយខាងលិចដែលនៅខាងកើតទន្លេហ្នឹងគឺមាន
កងកម្លាំងរបស់រុស្ស៊ីបានខិតទៅមុខរុលទៅមុខទៅរហូតឥឡូវនេះនៅចម្ងាយតែប្រមាណជា40 គីឡូម៉ែត្រតែប៉ុណ្ណោះពីទីក្រុងបាទទីក្រុងធំរបស់តំបន់នេះគឺទីក្រុង Zaporizhzhia ដែរនៅក្នុងតំបន់ Zaporizhzhia បាទនេះគឺជាការវិវត្តមួយហើយនៅលើជ្រុងសមរភូមិមួយទៀតវិញគឺសមរភូមិក្តៅបាទនេះបើតាមវិទ្យាស្ថានសិក្សាពីសង្គ្រាមគឺប្រិមត្តអាចមើលឃើញរូបនេះបានហើយគឺពណ៌លឿងជាទីតាំងឈរជើងរបស់ខាងទាហានរបស់រុស្ស៊ីពណ៌សគឺជាកន្លែងដែលទាហានអ៊ុយក្រែននៅជាប់កត់នៅកន្លែងនោះគឺឈរជើងបាទឥឡូវនេះគឺរុស្ស៊ីបាទព័ទ្ធចិត្តជាប់អស់ហើយបើតាមការសន្និដ្ឋានរបស់វិទ្យាស្ថានសិក្សាពីសង្គ្រាមគឺកងកម្លាំងរបស់រុស្ស៊ីឥឡូវនេះគឺខិតខំព្យាយាមវាយកងកម្លាំងរបស់អ៊ុយក្រែនដែលនៅចូលក្នុងទីក្រុងប៉ុក្រើហ្នឹងដោយប្រើវាយប្រហារទៅលើស្លាបខាងលិចវិញបាទស្លាបខាងលិចវិញពីព្រោះអីខាងរុស្ស៊ីគាត់ឃើញថាពីស្លាបខាងកើតដូចជាពិបាកពាត់អញ្ចឹងគាត់ទៅបង្កើនកម្លាំងពីស្លាបខាងលិចអញ្ចឹងការវាយប្រហារហ្នឹងគឺបាទគឺមានការស្ទង់មើលវាពីខាងលិចទៅគឺមានការប្រឆាំងការតបតខ្លាំងអញ្ចឹងគាត់ផ្អាកហ្នឹងគឺទៅវាយពីខាងពីខាងកើតបាទតបតខ្លាំងគឺវាទៅពីខាងលិចវិញប្រហែលជាអាចនឹងវាយកបានអញ្ចឹងដូច្នេះប្រិមិត្តអាចមើលឃើញរូបហ្នឹងឃើញរូបកន្លែងដែលទូចនៅចិត្តជាប់គ្នាហ្នឹងគឺបាទគាត់វាយទៅពីខាងលិចហ្នឹងវិញបាទខាងលិចហ្នឹងវិញបាទអញ្ចឹងនេះគឺជាការវិវត្តហើយទន្ទឹមនឹងនោះដែរគឺបើយោងតាមវិទ្យាស្ថានសិក្សាពីសង្គ្រាមការដែលរុស្ស៊ីអាចជោគជ័យបានហ្នឹងគឺគាត់ប្រើប្រាស់កត្តាអាកាសធាតុបាទអាកាសធាតុហ្នឹងដោយសារអាកាសធាតុហ្នឹងគឺវាមានលក្ខណៈចុះអាប់បាទចុះអាប់ខ្លាំងអញ្ចឹងហើយបានជាធ្វើឲ្យអ៊ុយក្រែនហ្នឹងมันអាចមើលឃើញបានហើយរុស្ស៊ីគាត់ប្រើវិធីសាស្ត្របុរាណវិធីសាស្ត្រប្រពៃណីបុរាណរបស់គាត់ហ្នឹងគឺប្រើកម្លាំងមនុស្សទៅតែម្ដងហើយអ៊ុយក្រែនគាត់មិនសូវមានកម្លាំងគាត់ប្រើ drone ដល់អញ្ចឹងទៅអាកាសធាតុមិនសូវល្អគាត់ផ្លោមិនចំមើលមិនឃើញដោយសារតែអាប់ចុះច្រើនបាទអាប់ចុះច្រើនអញ្ចឹងធ្វើឲ្យរុស្ស៊ីមានប្រៀបជាងបាទនេះគឺតាមការសន្និដ្ឋានរបស់វិទ្យាស្ថានសិក្សាពីសង្គ្រាមបាទអញ្ចឹងមកដល់ចំណុចនេះគឺដូចអ្វីដែលយុទ្ធសាស្ត្ររបស់លោកស៊ុនស៊ូដែលគាត់បានសរសេរសៀវភៅ The Art of War បាទ The Art of War គឺបានន័យថាសិល្បៈនៃការធ្វើសង្គ្រាមហ្នឹងគាត់បាននិយាយចឹងដែរស៊ុនស៊ូគាត់និយាយថាមេតបណាដែលប្រកែកគឺត្រូវរៀនប្រើទាំងអស់នៅកត្តាមនុស្សកត្តាអាកាសធាតុទឹកភ្លើងខ្យល់អីហ្នឹងបាទដើម្បីធ្វើជាផលចំណេញទៅដល់កងកម្លាំងរបស់ខ្លួនបាទនៅក្នុងសភៅរបស់ស៊ុនស៊ូគាត់និយាយចឹងបាទ The Art of War នោះខ្ញុំមានតាំងពីវែងពេញធំហ្មងមានតាំងពីទូចសម្រាប់ដាក់តាមខ្លួនហើយមានទាំងអូឌីយ៉ូដាក់ក្នុងទូរស័ព្ទពេលខ្លះអង្គុយលេងនេះចាក់ស្ដាប់អូឌីយ៉ូហ្នឹងគេអានបាទស្ដាប់បើល្អមើលដែរចឹងហើយបាននៅរឿងអ៊ុយក្រែនហ្នឹងពេលដែលរឿងហ្នឹងកាត់ឡើងដំបូងខ្ញុំប្រាប់ប្រិមិត្តមួយចំនួនបើជាអ្នកចូលតាំងពីដំបូងហើយបាត់ទៅហើយឬក៏អ្នកណានៅចាំខ្ញុំថាជាងមើលវីដេអូរឿងកុនចិនដែលគេតាក់តែងឡើងវិញរឿងពិតមិនសូវមិន 100% នោះគឺមើលរឿងអ៊ុយក្រែនបាទរឿងអ៊ុយក្រែនហ្នឹងគឺរឿងពិតតែម្ដងមានទាំងយុទ្ធសាស្ត្រមានទាំងការប្រយុទ្ធអីហ្នឹងគឺសិក្សារឿងហ្នឹងច្រើនបាទឥឡូវនេះគឺដូចដល់ចំណុចហ្នឹងបាទខ្ញុំនឹកឃើញកន្លែងហ្នឹងឃើញទេបាទរុស្ស៊ីគាត់ប្រើកត្តាអាកាសធាតុហ្នឹងបាទអាកាសធាតុហ្នឹងដែលអ៊ុយក្រែនគាត់ចំណុចខ្សោយរបស់គាត់ហើយពីព្រោះគាត់ប្រើ drone ដើម្បីទម្លាក់ពីលើដល់ពេលអាកាសធាតុអាប់អញ្ចឹង drone គាត់មើលអត់ឃើញរុស្ស៊ីគាត់ប្រើមនុស្សបាទគាត់មានទាហានច្រើនគាត់រុលជ្រើសការហ្នឹងគឺសម្រុកចូលតែម្ដងបានន័យថាទោះបីគ្រោះថ្នាក់យ៉ាងម៉េចក៏ដោយវាយផ្ដាច់តនអាកាសធាតុនៅអំណោយផលដល់ទាហានរបស់រុស្ស៊ីបាទនេះគឺជាការចែករំលែកចំណេះដឹងហើយនឹងព័ត៌មានបាទថ្ងៃនេះវែងបាទថ្ងៃនេះវែងច្រើនបាទវែងច្រើនមែនតើបាទអញ្ចឹងអរគុណប្រិមិត្តទាំងអស់គ្នាយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនៅល្ងាចនេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកម៉ោង 8 ហើយនឹង